បាទហើយជួយសួរទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំចង់បង្ហាញទាំងអស់គ្នាពីរបៀបក្នុងការផ្លាស់ប្ដូរពីការចាក់ចម្រៀងនៅខាងក្នុង Apple CarPlay ឧទាហរណ៍ខ្ញុំប្រើ iPhone ហ្នឹងគឺចាក់នៅខាងក្នុង Music ផងiPhone តែម្ដងឧទាហរណ៍ចាក់ចម្រៀងនៅក្នុងទម្រង់បែបហ្នឹងហើយឧទាហរណ៍ចង់ធ្វើការផ្លាស់ប្ដូរទៅវិទ្យុវិញចឹងអ្នកនរអាចធ្វើការផ្លាស់ប្ដូរបានអាចចូលមកក្នុងសញ្ញាតក់3នេះហើយបន្តមកទៀតអ្នកនរចូលខាងក្នុង Mazda ព្រោះសារតែខ្ញុំជជែកនេះគឺនៅខាងក្នុងMazda 2ចឹងខ្ញុំចូលក្នុង Mazda ហើយបន្តមកទៀតបើសិនតែអ្នកនរចេញមកគឺនៅក្នុងទម្រង់បែបនេះអញ្ចឹងអ្នកនរអាចចុចនៅខាងក្នុង Entertainment នេះមកដល់ចឹងអ្នកនរអាចធ្វើការផ្លាស់ប្ដូរពី Apple CarPlay នេះចូលមក FM នេះវិញអញ្ចឹងដល់ពេលដែលបដូរមក FM គឺចាក់ចម្រៀងបីតែចាក់នៅខាងក្នុងវិទ្យុរបស់យើងវិញចឹងអ្នកនរអាចទៅមុខទៅក្រោយបដូរប៉ុស្អីទៅតាមជាក់ស្ដែងអញ្ចឹងទៅឬក៏បើសិនករណីអ្នកនរចង់ធ្វើការផ្លាស់ប្ដូរត្រឡប់មកវិញចឹងអ្នកនរអាចចុចលើសញ្ញា Music នេះហើយបន្តមកទៀតយើង switch មក Apple CarPlay វិញមកអញ្ចឹងវានឹងចាក់នៅខាងក្នុង Music App វិញហើយអញ្ចឹងណា